Hello guys, so now we learn to build more vocabulary all together. So this way we can pronounce job description. Job description ni kita yang pi ka pi por ni ka ngi. Job specification ni yang pi laksana sampat ka ngi na. Okay. One more job advertisement. Job advertisement ni yang pi kaផ្សព្វផ្សាយការងារ So this word we can pronounce probation. Probation នេះគឺយើងនិយាយអំពីរយៈពេលសាកល្បងការងារ3ខែ1ខែអីទៅណា probation. Okay. So this word we can pronounce permanent employee. Permanent employee គេថាបុគ្គលិកអចិន្ត្រៃយ៍ណាបុគ្គលិកអចិន្ត្រៃយ៍ temporary employee. Temporary employee ណាបុគ្គលិកបណ្ដោះអាសន្ន Okay. Temporary employee បុគ្គលិកបណ្ដោះអាសន្ន part time. Part time ណា part time នេះគឺនិយាយពីបុគ្គលិកក្រៅម៉ោងការធ្វើការក្រៅម៉ោងការថែមម៉ោងអីហ្នឹងទាក់ទងបុគ្គលិកpart time. Full time នេះយើងនិយាយពីពេញម៉ោងណាអូខេ full time ពេញម៉ោងការធ្វើការពេញម៉ោងរៀនពេញម៉ោងអីហ្នឹង full time អូខេ intern ណា intern យើងនិយាយពីនិស្សិតដែលហាត់ការងារណាទៅរៀនហាត់ការងារ internship មកមួយទៀតពី internship intern នេះយើងនិយាយពីនិស្សិតហាត់ការងារ one more word internship នេះគឺយើងនិយាយអំពីកម្មវិធីហាត់ការងារណាហាត់ការងារ internship. So this is what we can pronounce career development. Career development ការអភិវឌ្ឍអាជីព succession planning យើងនិយាយថាផែនការបន្តតំណែង succession planning ផែនការបន្តតំណែង talent management ការគ្រប់គ្រងទេពកោសល្យណាទេពកោសល្យ talent acquisition ណា talent acquisition នេះនិយាយអំពីការស្វែងរកបុគ្គលិកដែលមានសមត្ថភាពណាសមត្ថភាព workforce planning យើងនិយាយអំពីការរៀបចំផែនការកម្លាំងពលកម្មបាទយើងនិយាយបងប្អូននិយាយអំពីការរៀបចំផែនការកម្លាំងពលកម្មនៅក្នុងក្រុមហ៊ុនឬក៏រោងចក្រយើងតែងតែមានហើយឬក៏ស្ថាប័នអប់រំអីមានទាំងអស់អូខេ So this way we can pronounce human capital នេះយើងនិយាយអំពីមូលធនមនុស្សណាមូលធនមនុស្សយើងនិយាយអំពីប្រសើរជាងធនធានមនុស្សអូខេ employee engagement គឺការចូលរួមរបស់បុគ្គលិកណាការចូលរួមរបស់បុគ្គលិក employee engagement employee satisfaction ណា employee satisfaction នេះគឺ satisfaction និយាយចង់ត្រូវអូខេsatisfaction ការពេញចិត្តរបស់បុគ្គលិកណាពេញចិត្តរបស់បុគ្គលិកក្នុងការងារក្នុងអាជីពមុខរបររបស់គាត់ហ្នឹង So this word employee retention ណា employee retention យើងនិយាយថាការរក្សាបុគ្គលិកណាក្រុមហ៊ុនឬរោងចក្រតាក់ទងនឹងការរក្សាបុគ្គលិកឲ្យនៅស្ថិតស្ថេរអូខេ So this word we can pronounce employee turnover ណា turnover នេះយើងនិយាយពីអត្រាបុគ្គលិកដែលចាក់ចេញអញ្ចឹងបុគ្គលិកចាក់ចេញវាមានច្រើនអញ្ចឹងទី1សម្ពាធការងារទី2ប្រាក់ខែទាបហ្នឹងហើយទី3វាអត់មានអីអភិវឌ្ឍបន្តអញ្ចឹងអត់មានការរីកចម្រើនទេទៅក៏គាត់ចាក់ចេញអញ្ចឹងទឹក3ចំណុចហើយដែលធ្វើឲ្យបុគ្គលិកចាក់ចេញពីកន្លែងការងារចឹងហើយតើតោសម្ពាធការងារអីហ្នឹងធ្វើឲ្យគាត់ចាក់ចេញហើយប៉ុន្តែបើសិនជាកន្លែងសម្ពាធគាត់តែប្រាក់ខែច្រើនប្រហែលមិនងាយចេញដែរអូខេបាទអរគុណ